សម្ដេចតេជោហ៊ុនសែនបានគូបញ្ជាក់ថាមន្ត្រីដែលជាប់ពាក់ព័ន្ធនឹង online scam ត្រូវដកតំណែងនិងប្រឈមចំណាត់ការតុលាការនៅព្រឹកថ្ងៃអាទិត្យទី24ខែឧសភាឆ្នាំ2026សម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ននិងក្រុមប្រឹក្សារាជធានីខណ្ឌសង្កាត់មន្ទីរអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញប្រមាណជាង4344នាក់ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រពិធីសំណេះសំណាលក៏មានការអញ្ជើញចូលរួមពីសំណាក់សម្ដេចមហារដ្ឋសភាធិការធិបតីខួនសុដារីប្រធានរដ្ឋសភាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតសម្ដេចតេជោហ៊ុនសែនបានថ្លែងសារពិសេសជូនដល់ជនរួមជាតិតាក់ទងនឹងការបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺនៅតែជាកិច្ចការចាំបាច់សម្រាប់ប្រទេសកម្ពុជាសម្ដេចបានបញ្ជាក់ថាការបោះសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះត្រូវធ្វើឡើងទន្ទឹមគ្នារវាងការបោះសម្អាតក្រុមឆបោកនិងមន្ត្រីដែលពាក់ព័ន្ធនឹងរឿងនេះវិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យានេះសម្ដេចបានស្នើដាក់ចេញជា2កម្រិតដោយកម្រិតទី1គឺអ្នកដែលពាក់ព័ន្ធនោះមិនត្រឹមតែដកតំណែងនោះទេគឺត្រូវចោទប្រកាន់តាមផ្លូវតុលាការទៀតនិងត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀតនិងកម្រិតទី2គឺត្រូវដកចេញពីតំណែងហើយយកមកកន្លែងថ្មីសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ទៀតថាបើអភិបាលខេត្តអភិបាលស្រុកណាដែលមិនចូលរួមក្នុងការអនុវត្តការបង្ក្រាបអំពើឆបោកតាមអនឡាញនេះគឺស្នើឲ្យដកចេញពីតំណែងហើយគ្មានការយោគយល់នោះទេកុំថាឡើយកូនមេដឹកនាំមានគុណសម្បត្តិចំពោះជាតិកុំនិយាយថាបានប្រឹងប្រែងធ្វើការនិងកសាងស្នាដៃចំពោះជាតិមាតុភូមិគឺមិនមានការយោគយល់ឡើយកម្ពុជាត្រូវតែធ្វើឲ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោះសម្អាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសម្ដេចតេជោហ៊ុនសែនក៏បានណែនាំចៅហ្វាយខេត្តមេ PM មេប៉ូលីសទាំងឡាយណាត្រូវពិនិត្យមើលលើការងារនេះជាមួយគ្នានោះសម្ដេចតេជោក៏បានបង្ហើបឲ្យដឹងទៀតថានៅខេត្តរតនគិរីក៏កំពុងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរហើយសម្ដេចបានផ្ដាំទៅអភិបាលខេត្តរតនគិរីនិងអភិបាលខេត្តមណ្ឌលគិរីមេនគរបាលនិងមេកងរាជអាវុធហត្ថដែលទើបតែងតាំងថ្មីឲ្យចាត់វិធានការតឹងរ៉ឹងបំផុតលើជំរកក្រុមឆបោកបច្ចេកវិទ្យានេះក្នុងឱកាសនោះដែរសម្ដេចតេជោហ៊ុនសែនក៏បានមានប្រសាសន៍គាំទ្ររាជរដ្ឋាភិបាលដែលឲ្យកងទ័ពនិងនគរបាលទាំងអស់បើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារដែលនេះបង្ហាញពីល្បឿននៃកំណែទម្រង់រដ្ឋនិងក៏ឲ្យប្រកាសពីចំនួនច្បាស់លាស់មិនត្រូវបានបាត់បង់សម្ដេចតេជោបានបន្តរំលឹកដល់អាជ្ញាធរឲ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខយុទ្ធជនពលីពិការនិងគ្រួសារអតីតយុទ្ធជនសម្ដេចតេជោបានបន្តថាក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះសម្ដេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិនិងទឹកដីសម្ដេចតេជោហ៊ុនសែនក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរួមមានការបង្ក្រាបនៅបទល្មើសផ្សេងៗដូចជាចោរឆក់ចោរប្លន់ការជួញដូរគ្រឿងញៀននិងបង្ក្រាបឲ្យបាននៅអំពើឆបោកតាមអនឡាញទន្ទឹមនេះសម្ដេចតេជោក៏ឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយចំនួនដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័សនិងមានប្រសិទ្ធភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការសម្ដេចតេជោហ៊ុនសែនក៏បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញទាំងអស់ត្រូវចូលរួមសម្រេចឲ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង Francophonie នៅពេលខាងមុខដោយកម្ពុជាយើងត្រូវធ្វើជាម្ចាស់ផ្ទះជាពិសេសរាជធានីភ្នំពេញត្រូវទទួលរៀបចំនូវកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ